តុកស្អាតមានអីគេខ្លះបងតុកស្អាតកន្លែងធ្វើការស្អាតមានអីគេខ្លះតោះអញ្ចឹងតាក់ទងជាមួយនឹងតុក set up របស់ខ្ញុំនេះគឺមកឈុតរបស់ខ្ញុំហ្មងទី1គេគឺមានកៅអីណាកៅអីសំណាញ់បងកៅអីសំណាញ់ត្រាកិននេះខ្ញុំមានលក់ដែរឥឡូវខ្ញុំ upgrade ជើងអលុយមីញ៉ូមហើយកៅអីនេះមាន warranty 1ឆ្នាំមួយទី2គឺ standing desk បងឃើញមិញហើយ standing desk នេះជាភេទ premium ប្រើ motor 2ណាយើងអាចឡើងចុះបានតាមចិត្តសេរីកម្ពស់អីបានតាមចិត្តមាន memory ប៊ូតុងមកចប់កម្រាស់តុ3 cm ធ្វើពីឈើ plywood ទី3លក្ខណៈពិសេសទី3គឺអំពូលភ្លើងនេះចឹងអំពូលភ្លើងនេះគេហៅ double head dash មានន័យថាវាមានក្បាល2អានេះយើងដូរពណ៌5ពណ៌ណាយើងសេរីបានតាមចិត្តកម្រិតថយពលឺអីគឺបានតាមចិត្តនៅលើនឹងតែម្ដងបន្ទាប់មកទៀតខ្ញុំមាន speaker មួយគូណា speaker នេះជា brand របស់ Edifier យើងមានសខ្មៅតម្លៃវាតែ90ទេសញ្ញាសំឡេងជូនណាប្រើ Bluetooth ក៏បានខ្សែក៏បានអីក៏បានដែរកម្លាំង output 36 វ៉ាត់ណាកន្លែងនេះខ្ញុំមានជាមួយនឹង vertical stand របស់ Ugreen យើងដាក់ Mac របស់យើងឬក៏ Windows computer របស់យើងដាក់នឹងចេះបានណា save up space បានច្រើនបន្ទាប់មកទៀតតកតងជាមួយនឹង monitor stand ណា monitor stand នេះគឺយើងដាក់ដើម្បីលម្អយើងមានរូបតុក្កតាយើងមានឡានអីយើងដាក់លើហ្នឹងមកហើយបន្ទាប់មកទៀតយើងមាន Bluetooth mouse និង keyboard ដែលយើងប្រើសម្រាប់ការវាយអក្សរប្រចាំថ្ងៃ productivity គឺល្អដោយសារប្រភេទនេះ connectivity វាជាមួយនឹងម៉ាស៊ីនគឺល្អមែនតើ delay តិចណាហើយអត់មានខ្សែញញ៉ៃហើយខ្ញុំមានជាមួយនឹង mouse នេះគេហៅ Dashmat sorry Dashmat ដែលយើងមាន2ជាន់ Dashmat នេះតម្លៃ$15 free delivery ហើយមិនភ្លេចទេជាមួយនឹងតួឯករបស់យើងមួយទៀតគឺ monitor arm ណា monitor arm នេះបងភាគច្រើនគឺគាត់បានឃើញខ្ញុំផុសវីដេអូហើយអញ្ចឹង monitor arm នេះវាផ្ដល់ភាពងាយស្រួលក្នុងការបត់បែនណា computer យើងmonitor យើងអាចបង្វិលបានឡើងចុះតាមចិត្តណាអញ្ចឹងបងមានតម្រូវការមកតុកនេះគឺតាក់ទងមកយើងបានហើយនៅខាងក្រោមខ្ញុំបង្ហាញតិចគឺជា footrest ណាមួយទៀត footrest ហើយនឹង cable management tray នៅចុងគេអញ្ចឹងបងមានតម្រូវការឧបករណ៍ទាំងអស់ដែលមាននៅលើតុកខ្ញុំនេះតាក់ទងមកខ្ញុំបានខ្ញុំមានលក់ណាអរគុណច្រើនយើងជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ